ស្រុកកន្លងក្រៅខេត្តបៃលិនមានអារម្មណ៍សប្បាយរីករាយចំពោះការសម្របសម្រួលដែលអាចទទួលយកបានទាំងសងខាងរវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនអគ្គិសនីបៃលិនអេឡិចត្រិកចំពោះបញ្ហាកុងទ័រភ្លើងឡើងខ្ពស់ខុសប្រក្រតីប្រជាពលរដ្ឋចំនួន68គ្រួសាររស់នៅក្នុងភូមិសាព្រំឃុំស្ទឹងកាច់ស្រុកសាឡាក្រៅខេត្តបៃលិនដែលមានបញ្ហាកុងទ័រភ្លើងឡើងខ្ពស់ខុសប្រក្រតីនិងបានសំណូមពរឲ្យលោកជំទាវបានស្រីមុំតំណាងរាស្ត្រមណ្ឌលបៃលិនជួយដោះស្រាយកាលពីថ្ងៃទី15ខែឧសភាឆ្នាំ2015កន្លងមកគឺត្រូវបានដោះស្រាយបញ្ចប់ទាំងស្រុងក្រោមការយកចិត្តទុកដាក់សម្របសម្រួលដោយផ្ទាល់ពីសំណាក់លោកជំទាវដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខក៏ដូចជាក្តីកង្វល់របស់ប្រជាពលរដ្ឋទូទៅជាក់ស្ដែងនៅថ្ងៃទី18ខែឧសភាឆ្នាំ2015នេះប្រជាពលរដ្ឋទាំង68គ្រួសារបានចុះកិច្ចសន្យាព្រមព្រៀងជាមួយក្រុមហ៊ុនអគ្គិសនីបៃលិនអេឡិចត្រិកលើចំណុចដូចខាងក្រោមចំពោះតម្លៃអគ្គិសនីដែលបានប្រើប្រាស់ក្នុងខែមីនានិងខែមេសាដែលគីឡូភ្លើងឡើងខុសប្រក្រតីនោះគឺខាងក្រុមហ៊ុនដែលសូមឲ្យប្រជាពលរដ្ឋបង់ប្រាក់បន្ថែម 25% លើតម្លៃប្រើប្រាស់អគ្គិសនីក្នុងខែមករាប្រជាពលរដ្ឋបានយល់ព្រមបង់ប្រាក់បន្ថែម 25% លើតម្លៃប្រើប្រាស់អគ្គិសនីក្នុងខែមករាតាមការស្នើសុំរបស់ក្រុមហ៊ុននៅពេលដែលប្រជាពលរដ្ឋបានបង់ប្រាក់រួចក្នុងខែមីនានិងខែមេសាខាងក្រុមហ៊ុនបានឯកភាពឲ្យមានការផ្លាស់ប្ដូរគំនិតថ្មីដែលក្រុមទិញពីអាជ្ញាធរអគ្គិសនីកម្ពុជា EDC ហើយការចំណាយទិញកុងទ័រថ្មីជាបន្ទុករបស់ប្រជាពលរដ្ឋដោយឡែកតម្លៃសេវាតភ្លើងជាបន្ទុករបស់ក្រុមហ៊ុនក្នុងករណីផ្លាស់ប្ដូរកុងទ័រភ្លើងថ្មីហើយនៅតែមានភាពមិនប្រក្រតីកើតឡើងហួសហេតុពីនោះគឺប្រជាពលរដ្ឋសូមឲ្យក្រុមហ៊ុនអគ្គិសនីបៃលិនអេឡិចត្រិកធ្វើការត្រួតពិនិត្យលើបច្ចេកទេសកុងទ័រសាជាថ្មីនិងរងចាំការត្រួតពិនិត្យរួចរាល់ដោយមានការឯកភាពគ្នាទើបក្រុមហ៊ុនទទួលយកថវិកាថ្លៃប្រើប្រាស់អគ្គិសនីជាក់ស្ដែងក្រោយបញ្ចប់នៃការចុះកិច្ចសន្យាក្រុមហ៊ុននិងប្រជាពលរដ្ឋទាំង68គ្រួសារមានអារម្មណ៍សប្បាយរីករាយចំពោះការសម្របសម្រួលដែលអាចទទួលយកបានទាំងសងខាងនិងបានសាទរថ្លែងអំណរគុណចំពោះលោកជំទាវបានស្រីមុំអ្នកតំណាងរាស្ត្រមណ្ឌលបៃលិនសូមឲ្យលោកជំទាវនៅជាថ្នាក់ដឹកនាំល្អកក់ក្ដៅក្នុងក្រៅបេះដូងប្រជាពលរដ្ឋក្នុងខេត្តបៃលិនជំទាវមានសុខភាពល្អដែលជំទាវបានដោះស្រាយបញ្ហាយកទៅជោគជ័យបានតាមពេលវេលាទេតែពី3ថ្ងៃទៀតអាចដល់បានយ៉ាងនេះណាខ្ញុំជឿថាគឺអត់មានមកជំទាវបានដល់តែជាពលរដ្ឋខ្ញុំប្រហែលជាចង់ស្អីទៅតាមតែជំទាវបានដោះស្រាយទៅស្វែងទៅវិញទៅនេះបានជោគជ័យលោកនាយកទីគោរពឥឡូវនេះយើងក៏លេខ